ដើម្បីកាត់ background ហត្ថលេខាដែលមានផ្ទៃពណ៌ខៀវមកជាអត់មានផ្ទៃបែបនេះយើងត្រូវធ្វើរបៀបណាក្នុងកម្មវិធី Word បាទមានវិធីគេបាទជាដំបូងខ្ញុំមានឈ្មោះនិងហត្ថលេខាមកហើយខ្ញុំទាញសញ្ញារបស់ខ្ញុំចូលបាទយើងមានសញ្ញារបស់យើងមួយដែលយើងបានសញ្ញាទុកហើយសញ្ញាហ្នឹងគឺវាមានពណ៌ខៀវនៅផ្ទៃបាទអញ្ចឹងយើងអត់យកពណ៌ខៀវចឹងទេយើងត្រូវកាត់ផ្ទៃចេញបាទហើយចង់ធំចង់តូចអ្នកទាំងនេះអាចព្រីកព្រមវាបានបាទទាញមកហើយចង់ធំតូចព្រីកព្រមតាមជាក់ស្ដែងទៅហើយយើងចុចលើសញ្ញានឹងមួយរូបហ្នឹងហើយចុច picture format អ្នកទាំងគ្នាមើលមកខាងឆ្វេងមានពាក្យ remove background បន្តមកទៀតអ្នកទាំងគ្នាចុចកន្លែង mark area to remove អញ្ចឹងយើងយកមុខងារវាមកគូកន្លែងដែលយើងចង់ remove ចេញគូកន្លែងផ្ទៃខៀវហ្នឹងគឺយើងគូវាមកមានន័យថាកន្លែងហ្នឹងគឺយើងត្រូវលុបចេញហើយអ្នកទាំងគ្នាចុច keep change មកបាទវាលុបផ្ទៃពណ៌ខៀវចេញវាទុកតែហត្ថលេខាទេបាទអាហ្នឹងគឺវាកាត់ដែលវាចាប់ទៅលើពណ៌បាទពណ៌ខ្មៅហត្ថលេខាយើងពណ៌ខ្មៅគឺវាទុកវាអត់លុបទេហើយពណ៌ខៀវវាលុបទៅពណ៌ខៀវចេញទេបាទហើយការងារហ្នឹងគឺវាកាត់បានតែពណ៌ច្បាស់បើសិនរូបយើងអត់ច្បាស់ក៏វាកាត់អត់ត្រូវដែរបាទហើយបើសិនអ្នកទាំងគ្នាចង់ print ក៏ឃើញស្អាតបាទឃើញពេលយើងកាត់ background ចេញទៅអ្នកទាំងគ្នា print ទៅគឺឃើញស្អាតអញ្ចឹងអ្នកទាំងគ្នាអាចមានសញ្ញាទុកមួយទៅហើយចាំយើងកាត់វាពេលយើងប្រើប្រាស់បាទសូមអរគុណ